cầm ao đậm tí bắt đây sẽ đây ao hay dụ bề cha ngày nay trên một sạ thò mà chết nơi không năng ở vậy đây สำคัญ để យើង ត្រូវ ការ គឺ ទី 1 ចិញ្ចើម ទី 2 តបកភ្នែក ទី 3 mascara អាហ្នឹងសម្រាប់ខ្ញុំគឺចំណុចដែលសំខាន់បន្ទាប់មកទី 4 ការបិទបាំងស្នាមរបស់ខ្ញុំចានេះគឺស្នាមបាញ់ laser ខុសចាអញ្ចឹងគឺខ្ញុំប្រើ Bobbi Brown ដោយសារតែវារៀងដូចចំណិតចេះចាអញ្ចឹងស្រួលគូសជាងប្រឆិតអញ្ចឹងខ្ញុំប្រើ Bobbi Brown ហើយខ្ញុំធ្វើតែតិចទេពីព្រោះអីយើង natural យើងអត់ធ្វើអីច្រើនទេគ្រាន់តែឲ្យវាពណ៌បន្តិចខ្ញុំគឺមាន2ពណ៌ Clarins មាន2ពណ៌ចាគឺពណ៌កម្ៅពណ៌សពណ៌កម្ៅហ្នឹងក្រហមនេះចាអញ្ចឹងយើងត្រូវរកពណ៌ណាឧទាហរណ៍ដូចស្បែកគេអត់មានស្នាមតែមួយពណ៌បានហើយបាច់ច្រើនទេតែសម្រាប់ស្បែកខ្ញុំមានស្នាមគឺខ្ញុំត្រូវការ2ពណ៌អញ្ចឹងពណ៌ដែលជួយបិទបាំងស្នាមរបស់ខ្ញុំបន្ទាប់មកទៀតគឺយើងប្រើពណ៌សវិញម្ដងក្រាស់យើងស្អិតអញ្ចឹងពេលប្រើ concealer គឺធ្វើឲ្យស្បែកយើងនឹងជ្រួញណាខាងក្រោមភ្នែកនឹងជ្រួញគឺកាន់តែឃើញជ្រួញច្បាស់ហ្មងពីព្រោះអីវាក្រាស់ហើយវាស្អិតអញ្ចឹងខ្ញុំអត់ប្រើ concealer ទេចាអញ្ចឹងបងប្អូនឃើញហើយរៀងបិទបាំងហើយខ្ញុំកម្ៅលើថ្ពាល់របស់ខ្ញុំនេះហើយដោយសារស្បែកខ្ញុំមុខខ្ញុំមានស្នាមជាប់ពី laser ហ្នឹងលើថ្ពាល់នេះខ្ញុំយកទៅលាបនៅលើភ្នែកឲ្យវាមានពណ៌តិចចាអញ្ចឹងយើងដាក់ពណ៌ color ហ្នឹងតិចនៅលើថ្ពាល់ភ្នែកយើងអូខេហើយទៅយើងប្រើនៅលើថ្ពាល់យើងតិចដើម្បីឲ្យវាឡើង color ថ្ពាល់ទៅនឹងតិចមកគូ eyeliner ខ្ញុំត្រូវការមើលរៀងចិត្តតិចអញ្ចឹងខ្ញុំកាត់ប្រើកូនកញ្ចក់ទូចហើយយើងគូបន្តិចអញ្ចឹងទៅហើយយើងទាញភ្ជាប់គូឲ្យវាbalance ឲ្យវាស្មើគ្នាឲ្យមើលឃើញទម្រង់ភ្នែកយើងហ្នឹងមើលទៅស្មើគ្នាកុំឲ្យវាឃើញធំចំហៀងទុនចំហៀងមូលចំហៀងកប៉ិតចំហៀងអញ្ចឹងណាអញ្ចឹង5នាទីប៉ុន្តែពេលខ្លះយើងថែមនាទីថែមរូប6នាទីហើយដល់ពេលខ្លះយើងថែមទៀតយកដល់10នាទីណាអញ្ចឹងយើងធ្វើតែ5នាទីទេកុំឲ្យដល់10នាទីប្តីស្ដីឲ្យយូរពេក mascara គឺជួយធ្វើឲ្យភ្នែកយើងនឹងខ្មៅមុតក្រែមគឺខ្ញុំលាបពណ៌រៀងបែបដូចសាច់ចឹងរៀងនូតភីងហើយទៅអសិនជាដូចថាមាត់យើងអត់សូវក្រហមភីងទេដើម្បីកុំឲ្យវាឃើញស្លេកពេកហើយខ្ញុំប្រើគេឃើញឥឡូវហ្នឹងស្អាតហើយចាអញ្ចឹងនេះគឺ5នាទីដែលខ្ញុំបង្ហាញបងប្អូននៅថ្ងៃនេះនៅក្នុងការផាត់មុខអ្វីដែលខ្ញុំត្រូវការគឺចិញ្ចើមបន្ទាប់មក eyeliner បន្ទាប់មក mascara ហើយម្សៅទម្លាប់យើងតិចតួចដាក់នៅក្នុងភ្នែកនិងបិទបាំងនៅកន្លែងស្នាមរបស់យើងហើយក៏ពណ៌ហ្នឹងជាមួយនឹង color ភ្នែកយើងគឺខ្ញុំរកយកតែមួយពណ៌ទេចាក្រែមមាត់ជួយឲ្យស្រស់ស្រាយអូខេអរគុណច្រើនបាយបាយ